ខ្លងទ្វារខ្មោចគឺជាខ្លងទ្វារមួយក្នុងចំណោមខ្លងទ្វារពីរនៅទិសខាងកើតរបស់ក្រុងអង្គរធំដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7ដែលរាជធានីនេះគឺគ្របដណ្ដប់នៅលើផ្ទៃដីទំហំប្រមាណ9គីឡូម៉ែត្រការ៉េដែលនៅក្នុងនោះគឺមានប្រាសាទបុរាណជាច្រើនដែលបានបន្សល់ទុកមកដល់សព្វថ្ងៃប្រហែលជាបងប្អូនជាច្រើនអ្នកធ្លាប់បានឮគេនិយាយតាក់ទងទៅនឹងខ្លងទ្វារខ្មោចមួយនេះតាមរយៈបណ្ដាញសង្គមដូច្នេះក្នុងវីដេអូមួយនេះខ្ញុំប្រាប់បងប្អូនអំពីមូលហេតុដែលគេនាំគ្នាហៅថាទីនេះគឺជាខ្លងទ្វារខ្មោចខ្លងទ្វារនេះគឺនៅខាងកើតប្រាសាទបាយ័នមានន័យថាបើសិនជាបងប្អូនចូលតាមច្រកខ្លងទ្វារទន្លេហើយឆ្ពោះមកត្រង់ដល់ប្រាសាទបាយ័នគឺបងប្អូនត្រូវតែបត់ស្ដាំមកតាមវងមួយនេះមករួចបងប្អូននឹងបានឃើញផ្លូវដ៏ស្ងាត់ជ្រលំមួយនៅចំពីមុខប្រាសាទបាយ័នតែម្ដងផ្លូវនេះគឺវារៀងរណ្ដាក់រណ្ដប់បន្តិចហើយមានសភាពស្ងប់ស្ងាត់មែនទែនដែលយើងអាចចំណាយពេលប្រហែលជា2ទៅ3នាទីនៅក្នុងការធ្វើដំណើរមកដល់ខ្លងទ្វារខ្មោចមួយនេះឈ្មោះនេះប្រហែលជាអាចធ្វើឲ្យបងប្អូនជាច្រើនអ្នកមានអារម្មណ៍ថាខ្លាចរអាមិនហ៊ានទៅទស្សនាប៉ុន្តែភាពស្រស់ស្អាតនៃខ្លងទ្វារមួយនេះគឺមិនចាញ់ខ្លងទ្វារផ្សេងឡើយហើយការដាក់ឈ្មោះតែខ្លងទ្វារខ្មោចនេះក៏ព្រោះតែខ្លងទ្វារមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែសពអ្នកដែលស្លាប់នៅខាងក្នុងនឹងយកទៅបូជាឬក៏ចោលទៅខាងក្រៅនៅក្នុងទឹកស្ទឹងនៃសម័យនោះហើយអមសងខាងច្រកចូលខ្លងទ្វារទាំងពីរទាំងក្នុងនិងខាងក្រៅនឹងគឺមានចម្លាក់ដំរីក្បាល3ដែលមានទេវតាគង់នៅពីលើហើយប្រម៉ោយដំរីទឹកសោតវាក៏មានផ្កាឈូកជាច្រើនដុះមកផងដែរដែលនេះគឺហាក់បីដូចជាដង្ហែឬក៏ត្រៀមថ្វាយពិធីអ្វីមួយអញ្ចឹងកំពូលខ្លងទ្វារនេះគឺជាព្រះកេសរបស់ព្រះពោធិសត្វលោកេស្វរៈដែលមានព្រះភ័ក្ត្រ4សម្លឹងមើលទៅទិសទាំង4ខាងលិចខាងកើតខាងជើងហើយនិងខាងត្បូងហើយមួយវិញទៀតខាងកើតជាប់នឹងខ្លងទ្វារមួយនេះគឺមានប៉ម2អមសងខាងច្រកចូលទៅក្នុងរាជធានីអង្គរធំដែលគេជឿថាទីតាំងនេះគឺជាកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយបើយើងក៏លេចមើលទៅខាងកើតខ្លងទ្វារមួយនេះប្រហែលជា50ម៉ែត្រនោះយើងនឹងឃើញមានស្ទឹងមួយសម្រាប់រាប់ពេលដែលរដូវប្រាំងម្ដងគឺតែងតែមានទឹកហូររឹមត្រជាក់គួរជាទីពេញចិត្តមែនទែនអាចនិយាយបានថាកន្លែងនេះគឺជាកន្លែងដែលថតរូបស្អាតខ្លាំងមែនទែនហើយវាក៏ជាបទពិសោធន៍ល្អសម្រាប់អ្នកដែលចូលចិត្តមកលេងខេត្តសៀមរាបជួយជាមួយខ្ញុំធីនទីងនៅវីដេអូថ្ងៃស្អែកបន្ទាប់សូមអរគុណនេះជាទឹកអប់ក្លាស៊ីដែលខ្ញុំបានប្រើប្រាស់ផ្ទាល់ហើយមួយដបត្រឹមតែ$10ទេសម្រាប់បងប្អូនប្រុសៗពណ៌ខ្មៅនិងពណ៌ខៀវគឺខ្ញុំសូម recommend តែម្ដងដោយសារតែក្លិនរបស់វាគឺជាប់បានយូរថេរក្រអូបបែបល្មមមិនបែកក្លិនមិនឈួលខ្លាំងហើយក៏ជួយកាត់បន្ថយចំណាយទៅលើរបស់ថ្លៃៗបានច្រើនផងដែរកំងឥឡូវនេះដោយសារតែចំនួនមានកំណត់